សូមថ្វាយបង្គំទៅកាន់ព្រះអង្គទាំងអស់ដែលមានវត្តមាននៅទីនេះសូមជម្រាបសួរទៅកាន់ញាតិមិត្តពធដែលមានវត្តមាននៅទីនេះទាំងអស់ខ្ញុំបកករណាខ្ញុំបាទឡុងបូរិនមានក្តីបិតិសោមនស្សរីករាយយ៉ាងក្រៃលែងដែលជូនដំណឹងតាក់ទងនឹងការធ្វើសមាធិទម្រង់បែបខ្លីនិងការសន្ទនាធម៌ជាមួយពុទ្ធបរិស័ទថ្ងៃស្អែកនេះនៅវត្តព្រះបារមីវង្កុដបុរីថ្ងៃស្អែកថ្ងៃទី26ខែធ្នូចាប់ពីវេលាម៉ោង 5 ទៅអញ្ចឹងញាតិមិត្តព្រះធម៌ទាំងអស់អាចត្រៀមចិត្តត្រៀមកាយដើម្បីចូលរួមថ្ងៃស្អែកហើយអាចទៅដល់មុនបន្តិចក៏បានទៅដល់មុនម៉ោង 5 អីក៏បានដោយសារតែចរាចរណ៍តាមផ្លូវចាប់ពីចុះពីស្ពាន7មករាទៅអាចរៀងស្ទះបន្តិចថ្ងៃស្អែកអញ្ចឹងញាតិមិត្តព្រះធម៌អាចរៀបចំទៅតាមនឹងទៅហើយអាចពាក់អាវសហើយបើអាចមានផ្កាមួយដើមផ្កាម្លិះឬក៏ផ្កាឈូកគឺរឹតតែល្អដើម្បីយើងបានដង្ហែជុំវិញវិហារផងដែរអញ្ចឹងខ្ញុំបកករណាខ្ញុំបាទចង់ជូនដំណឹងទៅញាតិមិត្តពធទាំងអស់តែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នាថ្ងៃស្អែកខ្ញុំបកករណាខ្ញុំបាទសូមជម្រាបលា